ស្រីអ្នកនាងកញ្ញាទូរទស្សនិកជនជាទីគោរពចាប់តាំងពីនៅក្នុងបន្ទប់គេងក្នុងការិយាល័យការងារនៅឯសាលារៀននៅទីសាធារណៈនានានៅឯស្រែចម្ការហើយរហូតដល់ទៅនៅលើសមរភូមិទៀតផងដែលស្ត្រីប្រឈមមុខទៅនឹងការរំលោភបំពានលើគ្រប់ទម្រង់នៃអំពើហិង្សាផ្លូវភេទហើយអំពើរំលោភទាំងឡាយនោះគឺជារឿយៗកើតឡើងដោយសារតែភាពធូររលុងនៃការគោរពនិងអនុវត្តច្បាប់ដោយយោងទៅលើប្រការនេះហើយនៅក្នុងថ្ងៃនេះកម្មវិធីសម្លេងស្ត្រីក្នុងអំពើហិង្សាតាក់ទងទៅនឹង gender សូមលើកយកប្រធានបទមួយដែលស្ដីអំពីការទប់ស្កាត់អំពើហិង្សាលើស្ត្រីករណីរំលោភសេពសន្តិវៈចឹងនេះខ្ញុំសូមជម្រាបដែរថាកិច្ចពិភាក្សារបស់យើងនៅថ្ងៃនេះគឺរៀបចំឡើងដោយអង្គការជំនួយផ្លូវច្បាប់ដល់កុមារនិងស្ត្រីហើយទទួលបានការសហការពីក្រសួងកិច្ចការនារីក្រសួងយុតិធម៌ទូរទស្សន៍ជាតិកម្ពុជានៃក្រសួងព័ត៌មានហើយទទួលបានការឧបត្ថម្ភពីអង្គការ UN Women ចា៎វាគ្មិនដែលអញ្ជើញចូលរួមនៅក្នុងកិច្ចពិភាក្សារបស់យើងមានលោកជំទាវស៊ីដេហ្វីនជំរាបសួរចា៎លោកជំទាវគឺជារដ្ឋលេខាធិការនៃក្រសួងកិច្ចការនារីលោកជំទាវច័ន្ទសុទ្ធាវីជំរាបសួរចា៎លោកជំទាវគឺជារដ្ឋលេខាធិការនៃក្រសួងយុតិធម៌និងលោកស្រីលីវិជ្ជតាជំរាបសួរចា៎លោកស្រីគឺជានាយិកានៃអង្គការជំនួយផ្លូវច្បាប់ដល់កុមារនិងស្ត្រីចាជាដំបូងនៃកិច្ចពិភាក្សារបស់យើងនេះខ្ញុំសូមអញ្ជើញលោកជំទាវស៊ីដេហ្វីនចាជួយពន្យល់ទូរទស្សនិកជនឲ្យបានជ្រាបអំពីអំពើហិង្សាថាតើមានអត្ថន័យយ៉ាងដូចម្តេចចាសូមអរគុណយើងឃើញថាតាមការស្រាវជ្រាវអង្កេតជាមូលដ្ឋានឃើញថាស្ត្រីមានចំនួនដល់ទៅ 22% ដែលបានរៀបការហើយនៅចន្លោះពីអាយុ15ឆ្នាំទល់នឹង49ឆ្នាំធ្លាប់បានទទួលរងគ្រោះដោយអំពើហិង្សាពីស្វាមីឬពីដៃគូរបស់ខ្លួនហេតុនេះហើយបានជាប្រទេសកម្ពុជាចាំបាច់ណាស់ត្រូវតែមានច្បាប់ពិសេសមួយដើម្បីដោះស្រាយអំពើហិង្សាក្នុងគ្រួសារចា៎ហើយយើងឃើញថាច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះមានគោលបំណងពង្រឹងវប្បធម៌អហិង្សាព្រមទាំងផ្ដល់នូវយន្តការផ្លូវច្បាប់ដើម្បីទប់ស្កាត់អំពើហិង្សារក្សានៅភាពសុខដុមរមនាក្នុងគ្រួសារនិងសង្គមតាមបែបប្រពៃណីនិងទំនៀមទម្លាប់ដ៏ល្អរបស់ជាតិស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដោយបំពេញបន្ថែមលើបទដ្ឋានគតិយុត្តជាធរមានច្បាប់នេះគឺថាទាមទារឲ្យមានការទប់ស្កាត់អំពើហិង្សាដែលរៀបនឹងកើតកំពុងកើតបន្ទាប់ពីការកើតរួចហើយរវាងក្រុមមនុស្សដែលមានរស់នៅក្នុងបន្ទប់ក្រោមដំបូលផ្ទះតែមួយធ្វើយ៉ាងណាឲ្យទប់ស្កាត់ឲ្យទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពដោយតម្រូវឲ្យចាត់វិធានការសមស្របបំផុតដើម្បីការពារជនរងគ្រោះឬជនអាចនឹងរងគ្រោះខ្ញុំសូមជម្រាបផងដែរថាអំពើហិង្សាក្នុងច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះនៅមាត្រា3បានចែងយ៉ាងច្បាស់ថាអំពើហិង្សារួមមានការប៉ះពាល់ដល់ជីវិតការប៉ះពាល់ដល់បូរណភាពរូបកាយការធ្វើទារុណកម្មឬការធ្វើអំពើខុសខើការឈ្លានពានខាងផ្លូវភេទដែលរួមមានការប្រើហិង្សាសេពសន្តិវៈការបៀតបៀនគេខ្មាស់ការធ្វើអស្រូវភាសយើងឃើញថានៅក្នុងច្បាប់ទប់ស្កាត់អំពើហិង្សានៅក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះនោះគឺក្នុងនោះក៏មានចែងអំពីការប្រើហិង្សាចាប់រំលោភសេពសន្តិវៈផងដែរដូច្នេះនេះខ្ញុំសូមអញ្ជើញលោកជំទាវច័ន្ទសុទ្ធាវីសូមលោកជំទាវជួយបញ្យល់ទូរទស្សនិកជនឲ្យបានជ្រាបថាអ្វីទៅជាការចាប់រំលោភសេពសន្តិវៈនេះចា៎សូមអរគុណចំពោះលោកស្រីដែលបានចោទជាសំណួរនេះពាក់ព័ន្ធទៅនឹងបទរំលោភសេពសន្តិវៈនៅពេលដែលយើងពិនិត្យមើលទៅលើក្រមព្រហ្មទណ្ឌដែលត្រូវបានអនុម័តនៅក្នុងឆ្នាំ2009ហើយត្រូវបានអនុវត្តយ៉ាងពេញលេញនៅក្នុងឆ្នាំ2010យើងឃើញថានៅក្នុងមាត្រាទី239បានចែងយ៉ាងច្បាស់អំពីបទរំលោភសេពសន្តិវៈនេះនៅក្នុងនោះច្បាប់បានចែងថាគ្រប់អំពើបញ្ចូលអង្គជាតិតាមបែបណាក៏ដោយឬអំពើបញ្ចូលឧបករណ៍ណាមួយទៅក្នុងអង្គជាតិដែលប្រព្រឹត្តទៅលើអ្នកដទៃទោះមានភេទដូចគ្នាឬមិនដូចគ្នាក៏ដោយការប្រើហិង្សា
ការបង្ខិតបង្ខំការគំរាមកំហែងឬដោយការឆ្មក់ឱកាសគឺជាបទរំលោភសិទ្ធិសន្តិវៈឥឡូវខ្ញុំសូមធ្វើការបកស្រាយនៅលើចំណុចនីមួយៗនៅក្នុងមាត្រាទី239នេះអំបញ្ញមិញខ្ញុំបានអានជូនអំពីខ្លឹមសារនៅក្នុងមាត្រាទី239រួចហើយแล้วខ្ញុំសូមបកស្រាយថាគ្រប់អំពើបញ្ចូលអង្គជាតិពាក្យថាអង្គជាតិមានន័យយ៉ាងដូចម្ដេចនៅក្នុងយើងអាចឆែកមើលប្រជាពលរដ្ឋទូទៅអាចឆែកមើលនៅក្នុងអាចពិនិត្យមើលនៅក្នុងសន្តានក្រមរបស់សម្ដេចសង្ឃជួនណាតឃើញថាពាក្យអង្គជាតិសំដៅទៅលើលឹងឬយោនីដែលជាកេរ្តិ៍ភេទរបស់បរិសុទ្ធនិងស្ត្រីចាហើយដើម្បីពង្រឹងដល់ការការពារដល់ជនរងគ្រោះនៅក្នុងកំណត់បញ្យលនៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្សនៅក្នុងទំព័រទី161ក៏បានចែងផងដែរថាពាក្យថាកេរ្តិ៍ភេទត្រូវបានគេយល់ថាជាលឹងឬរុនយោនីឬរុនគូតមិញខ្ញុំបានបញ្ជាក់ឲ្យថាគ្រប់អំពើបញ្ចូលអង្គជាតិតាមបែបណាក៏ដោយឬអំពើបញ្ចូលឧបករណ៍ណាមួយទៅក្នុងអង្គជាតិមិញខ្ញុំបានបកស្រាយអំពីពាក្យថាអង្គជាតិរួចហើយចាអំពើបញ្ចូលឧបករណ៍តើមានន័យយ៉ាងដូចម្ដេចអំពីឧបករណ៍យើងប្រជាពលរដ្ឋទូទៅក៏លោកអាចយល់ដែរថាអ្វីខ្លះជាឧបករណ៍ខ្ញុំគ្រាន់តែឧទាហរណ៍ខ្លះឯងវាមានន័យទូលំទូលាយណាឧបករណ៍អាចយកអ្វីមកប្រើប្រាស់ដើម្បីដាក់បញ្ចូលទៅក្នុងអង្គជាតិចាដូចជាឈើគ្រាន់តែឧទាហរណ៍ខ្លះដូចជាឈើឬ snowboard ឬក៏ជាដូចលោកស្រីបានជ្រាបហើយថាពេលខ្លះគេមានរបស់សពនិមិត្តចាធ្វើជាជ័រទេជាជ័រប៉ុន្តែជារបស់សពនិមិត្តជាដាក់បញ្ចូលទៅអញ្ចឹងនេះគ្រាន់ជាឧទាហរណ៍ខ្លះប៉ុន្តែពាក្យថាឧបករណ៍នេះមានន័យទូលំទូលាយណាអាចយកវត្ថុផ្សេងហើយនៅក្នុងកំណត់បញ្យលនៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទហ្នឹងក៏បានបញ្ជាក់ផងដែររួមបញ្ចូលទាំងម្រាមដៃឬផ្នែកផ្សេងទៀតនៃរាងកាយរបស់មនុស្សក៏អាចថាជាឧបករណ៍ផងដែរនេះហើយជាការបកស្រាយបញ្យលប្រាប់នៅក្នុងកំណត់បញ្យលច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្សនេះទៅលើអ្នកដតីពាក្យថាអ្នកដតីសំដៅទៅលើអ្នកផ្សេងក្រៅពីខ្លួនឯងក្រៅពីខ្លួនឯងសំដៅទៅលើអ្នកណាក៏ដោយក្រៅពីខ្លួនឯងទោះមានភេទដូចគ្នាក្តីឬមិនដូចគ្នាក្តីពេលខ្លះអំពើរំលោភមិនបានសំដៅថាព្រោះត្រាតែភេទខុសគ្នានោះទេចាអញ្ចឹងហើយប៉ុន្តែចំណុចសំខាន់នោះគឺដោយប្រើហិង្សាដោយការបង្ខិតបង្ខំការគំរាមកំហែងឬដោយការឆ្មក់ឱកាសចាអញ្ចឹងខ្ញុំសូមអានបញ្ជាក់ជូនឡើងវិញនៅក្នុងមាត្រាទីក្រោយពីខ្ញុំបកស្រាយហើយខ្ញុំសូមអានបញ្ជាក់ជូនឡើងវិញនៅក្នុងមាត្រាទី239នេះថាបទរំលោភសិទ្ធិសន្តិវៈគឺគ្រប់អំពើបញ្ចូលអង្គជាតិតាមបែបណាក៏ដោយឬអំពើបញ្ចូលឧបករណ៍ណាមួយទៅក្នុងអង្គជាតិដែលប្រព្រឹត្តទៅលើអ្នកដទៃទោះមានភេទដូចគ្នាក្តីឬមិនដូចគ្នាក៏ដោយការប្រើប្រាស់ហិង្សាការបង្ខិតបង្ខំការគំរាមកំហែងឬដោយការឆ្មក់ឱកាសគឺជាបទរំលោភសិទ្ធិសន្តិវៈហើយបទរំលោភសិទ្ធិសន្តិវៈនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី5ឆ្នាំទៅ10ឆ្នាំនេះជាខ្លឹមសារដែលមានចែងនៅក្នុងមាត្រាទី239ប៉ុន្តែទន្ទឹមនឹងនេះច្បាប់ក៏បានចែងបន្ថែមទៀតផងដែរអំពីស្ថានទម្ងន់ទោសទៅលើករណីមួយចំនួនដែលតាក់ទងទៅនឹងជនល្មើសក្តីតាក់ទងទៅនឹងជនរងគ្រោះចាយើងអាចពិនិត្យមើលទៅលើមាត្រាទី240នៃក្រមព្រហ្មទណ្ឌដែលគេចែងអំពីស្ថានទម្ងន់ទោសដោយសារមធ្យោបាយប្រើប្រាស់ឬតាក់ទងទៅនឹងជនល្មើសនៅក្នុងនោះច្បាប់បានចែងថាបទរំលោភសិទ្ធិសន្តិវៈត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី7ឆ្នាំទៅ15ឆ្នាំការបទល្មើសនោះប្រព្រឹត្តឡើងដោយការប្រើប្រាស់អាវុធឬការគំរាមកំហែងនឹងអាវុធដោយការប្រើគ្រឿងញៀនឬគ្រប់វិធីដែលនាំឲ្យជនរងគ្រោះបាត់បង់ឬចុះខ្សោយលទ្ធភាពទប់ទល់ដោយបុគ្គលដែលមានអំណាចទៅលើជនរងគ្រោះដោយបុគ្គលដែលរំលោភអំណាចដែលមុខងាររបស់ខ្លួនបានបុគ្គលឲ្យនិងដោយបុគ្គលច្រើនរូបដែលប្រព្រឹត្តឡើងក្នុងឋានៈជាចារីសហចារីអ្នកផ្ដាំគំនិតអ្នកផ្សំគំនិតជាដើមចានេះគ្រាន់តែជាស្ថានទម្ងន់ទោសមួយដែលចែងនៅក្នុងមាត្រាទី240បើយើងកលេចបន្តទៀតទៅលើមាត្រាទី241ក៏បានចែងអំពីស្ថានទម្ងន់ទោសដែលតាក់ទងទៅនឹងជនរងគ្រោះនៅក្នុងករណីខ្លះជនល្មើសនឹងប្រព្រឹត្តទៅលើជនរងគ្រោះដែលជាបុគ្គលទន់ខ្សោយពិសេសដោយមូលហេតុនៃអាយុរបស់បុគ្គលនោះឬរំលោភទៅលើបុគ្គលដែលជាស្ត្រីមានផ្ទៃពោះជាដើមចាក្នុងច្បាប់នៅក្នុងមាត្រាទី241នេះបានចែងផ្តន្ទាទោសដាក់ពន្ធនាគារពី7ឆ្នាំទៅដល់15ឆ្នាំចារីឯមាត្រាទី241នៃក្រមព្រហ្មទណ្ឌនោះក៏បានចែងផងដែរថាកាលណាអំពើប្រព្រឹត្តរបស់ជនល្មើស
ដែលនាំឲ្យមានការកាត់អវយវៈឬពិការភាពជាអចិន្ត្រៃយ៍ដល់ជនរងគ្រោះនោះត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី10ឆ្នាំដល់20ឆ្នាំពេលខ្លះអំពើរំលោភទៅធ្វើឲ្យឈានទៅដល់ការឲ្យរហូតដល់ពិការជាអចិន្ត្រៃយ៍ជាដើមម្យ៉ាងទៀតនៅក្នុងមាត្រាទី243ក៏ចែងអំពីស្ថានទម្ងន់ទោសតាក់ទងទៅនឹងការធ្វើទារុណកម្មឬអំពើឃោរឃៅឧទាហរណ៍ពេលខ្លះជនល្មើសនៅពេលដែលប្រព្រឹត្តអំពើបានប្រព្រឹត្តអំពើទារុណកម្មឬអំពើឃោរឃៅនោះនៅមុនពេលរំលោភឬក្នុងពេលរំលោភឬក្រោយពេលរំលោភទៅលើជនរងគ្រោះខ្ញុំគ្រាន់ឧទាហរណ៍យើងអាចឮតាមកសែតយើងអាចមើលតាមកសែតហើយពេលខ្លះជនខ្លះដូចមានជំងឺអញ្ចឹងនៅពេលរមុនគាត់រំលោភឬក្នុងពេលរំលោភឬក្រោយពេលរំលោភនោះគាត់អាចចងដៃចងជើងជនរងគ្រោះហើយវាយធ្វើទារុណកម្មអស់ចិត្តបានរំលោភក៏មានឬពេលខ្លះក្នុងពេលរំលោភនោះរំលោភបដាធ្វើទារុណកម្មបដាពេលខ្លះទៀតក្រោយពីរំលោភហើយធ្វើទារុណកម្មក៏មានដែរដូច្នេះក្នុងច្បាប់នឹងក្នុងមាត្រាទី243បានចែងផ្ដន្ទាទោសដាក់ពន្ធនាគារពី10ទៅ30ឆ្នាំមាត្រាមួយទៀតនៅក្នុងមាត្រាទី244ចែងអំពីស្ថានទម្ងន់ទោសដែលតាក់ទងទៅនឹងអំពើល្មើសនោះបណ្ដាលឲ្យជនរងគ្រោះនោះស្លាប់តែគាត់អត់មានចេតនាថានឹងសម្លាប់ជនរងគ្រោះហើយប៉ុន្តែដោយសារថាអំពើរំលោភរបស់គាត់ធ្វើឲ្យជនរងគ្រោះនោះស្លាប់ដូច្នេះនៅក្នុងមាត្រានេះបានកំណត់ផ្ដន្ទាទោសដាក់ពន្ធនាគារពី15ឆ្នាំទៅ30ឆ្នាំបាត់នៅពេលដែលរំលោភហើយធ្វើឲ្យជនរងគ្រោះឈានដល់ការស្លាប់ចា៎នេះជាខ្លឹមសារសំខាន់ដែលមានចែងពាក់ព័ន្ធទៅនឹងបទរំលោភសិទ្ធិសន្តិវៈនិងស្ថានទម្ងន់ទោសមួយចំនួនដែលបានចែងនៅក្នុងក្រមព្រហ្មទណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជាយើងនេះសូមអរគុណការបកស្រាយរបស់លោកជំទាវទូរទស្សនិកជនប្រហែលជាជ្រាបច្បាស់ហើយអំពីអត្ថន័យនិយមន័យនៃការរំលោភសិទ្ធិសន្តិវៈនិងទោសទណ្ឌដែលចែងនៅក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជាយើងដើម្បីឲ្យទូរទស្សនិកជនកាន់តែជ្រាបច្បាស់ទៀតទាក់ទងទៅនឹងអំពើរំលោភសិទ្ធិសន្តិវៈនេះខ្ញុំសូមអញ្ជើញលោកជំទាវមានប្រសាសន៍ថាតើរវាងការរំលោភសិទ្ធិសន្តិវៈហើយនិងការរួមភេទតើវាខុសគ្នាយ៉ាងដូចម្តេចលោកជំទាវសូមអរគុណលោកស្រីខ្ញុំយល់ថាសំណួររបស់លោកស្រីនេះមានសារៈសំខាន់ខ្លាំងណាស់ដើម្បីចែកចម្លែកចំណុចភាពខុសគ្នារវាងអំពើរំលោភសិទ្ធិសន្តិវៈនិងអំពើរួមភេទនេះអំបញ្ញមិញនេះដោយលោកស្រីបានបញ្ជាក់ជូនរួចមកហើយថាខ្ញុំបានបកស្រាយអំពីអ្វីទៅតែជាអំពើរំលោភសិទ្ធិសន្តិវៈសំខាន់អំពើរំលោភសិទ្ធិសន្តិវៈគឺជាអំពើដែលធ្វើឡើងដោយការប្រើហិង្សាការបង្ខិតបង្ខំការគំរាមកំហែងឬដោយការឆ្មក់ឱកាសរីឯអំពើរួមភេទវិញគឺជាអំពើដែលកើតឡើងរវាងបុគ្គលនិងបុគ្គលដែលបានបង្ហាញឆន្ទៈដោយស្ម័គ្រចិត្តបានដល់យ៉ាងពេញលេញបានថាកើតចេញពីការព្រមព្រៀងដោយពេញលេញរបស់បុគ្គលនិងបុគ្គលនៅក្នុងទំនាក់ទំនងផ្លូវភេទជាមួយគ្នាចាអញ្ចឹងនេះគឺជាអំពើរួមភេទដែលកើតឡើងដោយគ្មានការបង្ខិតបង្ខំដោយការប្រើហិង្សាឬការគំរាមកំហែងឬដោយការឆ្មក់ឱកាសទេគឺកើតឡើងដោយការស្ម័គ្រចិត្តយ៉ាងពេញលេញតែម្ដងប៉ុន្តែដើម្បីការពារដល់ជនរងគ្រោះដែលជាអនិច្ចជនព្រោះដោយលោកស្រីបានជ្រាបហើយថាអនិច្ចជនគឺជនដែលមានអាយុក្រោម18ឆ្នាំនៅក្នុងច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទឆ្នាំ2008នេះក៏បានចែងយ៉ាងច្បាស់ដែរថាអនិច្ចជនគឺជនដែលមានអាយុក្រោម18ឆ្នាំប៉ុន្តែយើងដឹងហើយថាអនិច្ចជនការយល់ដឹងរបស់អនិច្ចជនក៏នៅមានកម្រិតផងដែរអញ្ចឹងហើយច្បាប់ក៏បានចែងផងដែរដើម្បីការពារដល់អនិច្ចជននោះពេលខ្លះនៅក្នុងផ្លូវច្បាប់ឧទាហរណ៍នៅក្នុងមាត្រាទី239នៃក្រមព្រហ្មទណ្ឌដដែលនៅក្នុងកថាខណ្ឌទី3គេបានចែងអំពីនីតិភាពនៃការរួមភេទត្រូវបានកំណត់ចាប់ពីអាយុ15ឆ្នាំឡើងទៅអញ្ចឹងបានន័យថាអាយុនៃការរួមភេទត្រូវបានកំណត់ចាប់ពី15ឆ្នាំឡើងទៅមានន័យថាច្បាប់បានផ្ដល់នៅសមត្ថភាពស្របច្បាប់របស់អនិច្ចជនដែលមានអាយុចាប់ពី15ឆ្នាំឡើងទៅអាចមានទំនាក់ទំនងផ្លូវភេទដោយស្ម័គ្រចិត្តបានចាប៉ុន្តែទោះបីយ៉ាងណាក៏ដោយនៅក្នុងមាត្រាទី42នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទនេះបានចែងធានាការពារផងដែរដល់អនិច្ចជនដែលមានអាយុក្រោម15ឆ្នាំព្រោះថាច្បាប់អំបញ្ញមិញខ្ញុំបានបញ្ជាក់ជូនហើយថាច្បាប់បានផ្ដល់នៅសមត្ថភាពស្របច្បាប់របស់អនិច្ចជនដែលមានអាយុចាប់ពី15ឆ្នាំឡើងទៅអាចមានទំនាក់ទំនងផ្លូវភេទដោយស្ម័គ្រចិត្តបានប៉ុន្តែពេលខ្លះអនិច្ចជនដែលមានអាយុក្រោម15ឆ្នាំគ្នានៅក្មេងខ្ចីណាអញ្ចឹងទោះបីជាការបង្ហាញឆន្ទៈនៃការព្រមព្រៀងដោយស្ម័គ្រចិត្តក៏ដោយក៏ច្បាប់
ក្នុងមេត្រាទី42នេះចែងឲ្យមានការផ្ដន់ទាទោសចំពោះភាគីម្ខាងទៀតដៃគូម្ខាងទៀតដែលបានរួមភេទជាមួយអនិច្ចជនដែលមានអាយុក្រោម15ឆ្នាំនៅក្នុងនេះច្បាប់បានចែងថាបើសិនជាជនណារួមភេទជាមួយអនិច្ចជនដែលមានអាយុតិចជាង15ឆ្នាំត្រូវផ្ដន់ទាទោសដាក់ពន្ធនាគារពី5ទៅ10ឆ្នាំទោះបីជាអនិច្ចជននោះខ្ញុំសូមបញ្ជាក់ឲ្យថាទោះបីជាអនិច្ចជននោះព្រមព្រៀងដោយស្ម័គ្រចិត្តបង្ហាញឆន្ទៈដោយស្ម័គ្រចិត្តក្នុងការរួមភេទក៏ដោយបានន័យថាភាគីម្ខាងទៀតពុំមានប្រើប្រាស់ហិង្សាបង្ខិតបង្ខំគំរាមកំហែងឬដោយការឆ្មោះឱកាសបានន័យថាស្ម័គ្រចិត្តឲ្យពេញលេញពីអនិច្ចជនក៏ដោយក៏ច្បាប់តម្រូវឲ្យផ្ដន់ទាទោសដែរនេះជាមាត្រាដែលចែងដល់ការពារដល់អនិច្ចជនខ្ញុំឧទាហរណ៍មួយថាភាគីម្ខាងជាអនិច្ចជនដែលមានអាយុ14ឆ្នាំភាគីខាងទៀតជានិច្ចជនដែរបានន័យជានិច្ចជនហើយគាត់បានរួមភេទជាមួយអនិច្ចជនបានព្រមព្រៀងគ្នាដោយស្ម័គ្រចិត្តអញ្ចឹងភាគីដែលជានិច្ចជននោះដៃគូម្ខាងទៀតដែលជានិច្ចជននោះត្រូវទទួលទោសតាមមាត្រាទី42ចា៎ករណីខ្លះទៀតភាគីម្ខាងជាអនិច្ចជនដែលមានអាយុក្រោម15ឆ្នាំភាគីម្ខាងទៀតជាអនិច្ចជនដែរប៉ុន្តែមានអាយុចាប់ពី15ឆ្នាំឡើងទៅឧទាហរណ៍ថាម្នាក់14ឆ្នាំម្នាក់17ឆ្នាំរួមភេទជាមួយគ្នាអញ្ចឹងអ្នកណាត្រូវមានទោសគឺ17ឆ្នាំដែលត្រូវមានទោសចាព្រោះនេះដើម្បីជាចំណុចអាការពារដល់អនិច្ចជនចាសសូមអរគុណចំពោះប្រសាសន៍របស់លោកជំទាវតកតងទៅនឹងបទរំលោភសេពសន្តិវៈនេះនាងខ្ញុំសូមជម្រាបសួរលោកស្រីលីវិជ្ជតាវិញនៅក្នុងនាមលោកស្រីដែលជានាយិកាអង្គការជំនួយផ្លូវច្បាប់ដល់កុមារនិងស្ត្រីចាថាតើលោកស្រីសង្កេតឃើញថាស្ថានភាពនៃអំពើហិង្សារំលោភសេពសន្តិវៈនៅក្នុងប្រទេសយើងមានសភាពបែបណានៅក្នុងពេលបច្ចុប្បន្ននេះចាជាដំបូងសូមអរគុណលោកស្រីដែលបានសួរឲ្យឱកាសខ្ញុំមកឆ្លើយក្នុងថ្ងៃនេះហើយសូមជម្រាបសួរទៅលោកជំទាវទាំងពីរក្នុងស្ថានភាពប្រទេសខ្មែរយើងឃើញថាប្រជាជនឥឡូវគាត់បានដឹងគាត់យល់ថាការរំលោភសិទ្ធិសន្តិវៈជាបទល្មើសព្រហ្មទណ្ឌអញ្ចឹងគាត់បានរាយការណ៍ហើយនឹងដាក់ពាក្យមិនដឹងទៅនគរបាលឬក៏តុលាការបន្ថែមទៀតគឺឆ្នាំ2013នេះយើងឃើញថារបាយការណ៍របស់ UN ដែលគាត់បានធ្វើការស្រាវជ្រាវមួយទាក់ទងទៅការរំលោភសិទ្ធិសន្តិវៈនេះហើយគាត់បានfocus ទៅលើប្រទេសខ្មែរយើងមានថាគាត់បានសភានឹងការធ្វើការស្រាវជ្រាវប្រទេសខ្មែរយើងឃើញថាក្នុងការដែលគាត់ជឿរើសបរិសុទ្ធដែលគាត់សួរហ្នឹងណាចាក្នុង1300នាក់ហ្នឹងគឺគាត់ឃើញថាមានបរិសុទ្ធក្នុងម្នាក់ទៅលើ5នាក់មានបទពិសោធន៍បានធ្លាប់ឃើញឬក៏ធ្លាប់រំលោភទៅលើជនណាម្នាក់ចាយើងឃើញថា1លើ5វាច្រើនបំផុតតែបើបែរមើលមកបទពិសោធន៍របស់អង្គការជំនួយផ្លូវច្បាប់ដល់កុមារស្ត្រីវិញយើងឃើញថាចាប់ពី2009ដល់2013នេះយើងមានករណីទាំងអស់ដែលយើងទទួលករណីថាអំពើហិង្សាទៅលើស្ត្រីនេះយើងមាន1365ករណីហើយក្នុងនោះយើងមាន793ករណីដែលជាបទល្មើសរំលោភចាហើយក្នុង793ទៀតយើងឃើញថា476ករណីជាអនិច្ចជនមានថាក្រោម8 ចាហើយខ្ញុំជឿជាក់ថាប្រហែលជាប្រជាជនយើងឥឡូវមានគាត់លេងទុកថាជារឿងមួយដែលជារឿងគេខ្មាស់ណាគាត់បានដាក់ពាក្យបណ្ដឹងឬក៏ធ្វើរបាយការណ៍ទៅអាជ្ញាធរយើងដើម្បីឲ្យជួយដាក់ទោសទៅលើជនល្មើសនេះផ្ទាល់ចាក្នុងមួយឆ្នាំតើរឿងក្តីអ្វីខ្លះដែលអង្គការរបស់លោកស្រីបញ្ជូនមេធាវីឲ្យទៅជួយការចាសូមអរគុណជាសាស្ត្រថ្មីទៀតលោកស្រីអង្គការជំនួយផ្លូវច្បាប់ដល់កុមារស្ត្រីយើងបានទទួលករណីផ្សេងគ្នាដែលតាក់ទងទៅលើគេហៅថាអំពើហិង្សាទៅលើស្ត្រីនោះនិងកុមារនោះគឺភាគច្រើនយើងទទួលក្នុងករណីអំពើហិង្សាក្នុងគ្រួសារករណីលេងលះចាហើយករណីអាហារកិច្ចទាមទារអាហារកិច្ចចិញ្ចឹមកូនចិញ្ចឹមអីជាដើមចាហើយក៏ដូចជាករណីរំលោភសិទ្ធិសន្តិវៈប៉ុនប៉ងរំលោភសិទ្ធិសន្តិវៈឬក៏បន្ទុះគេខ្មាស់ចាបន្ទុះគេខ្មាស់ក៏យើងមានករណីដែលគាត់បានប្តឹងដែរមួយទៀតគឺករណីបង្ហាញគេខ្មាស់រົບគួនគេខ្មាស់ចាមានច្រើននឹងខ្ញុំជឿជាក់ថាលោកជំទាវច័ន្ទសុធីនឹងបានបញ្យល់បានច្បាស់លាស់លើមទៀតដែលជាពិសេសដែលយើងបានទទួលដែលករណីពិសេសគឺបរិសុទ្ធរំលោភបរិសុទ្ធយើងមានករណីហ្នឹងគឺបានទទួលករណីក្នុងការងារដែលយើងបានប្រព្រឹត្តក្នុងរយៈពេល 4-5 ឆ្នាំនេះយើងបានទទួលករណីផែខ្ទង់ជា5ករណីចាដោយថាភាគច្រើនយើងគឺពេលដែលយើងនិយាយពីបទល្មើសរំលោភយើងនិយាយពីស្ត្រីនិងស្ត្រីប៉ុន្តែក្នុងករណីនេះមានបរិសុទ្ធគាត់បានប្តឹងថាបានត្រូវគេរំលោភចាអញ្ចឹងយើងឃើញថាមានការយល់ដឹងច្រើនចា
លោកជំទាវបើតាមរបាយការណ៍របស់លោកស្រីនាយិកាយើងឃើញថាបាត់រំលោភខ្សែសន្តិវៈនេះវាហាក់ដូចជាតួលេខគួរឲ្យកត់សម្គាល់ដែរចាដូច្នេះក្នុងនាមក្រសួងកិច្ចការនារីដែលជាសេនាធិការមួយនៃរាជរដ្ឋាភិបាលតើក្រសួងកិច្ចការនារីបានធ្វើអ្វីខ្លះមានគោលនយោបាយឬមួយក៏យុទ្ធសាស្ត្រអ្វីខ្លះដើម្បីជួយទប់ស្កាត់អំពើហិង្សាកុំឲ្យស្ត្រីនិងកុមារយើងជួបប្រទះនឹងបញ្ហានេះចាសូមអរគុណចំពោះលោកស្រីយើងឃើញថាអ្វីដែលលោកស្រីលីវិតាលោកមានប្រសាសន៍មិញហ្នឹងយើងមិនបដិសេធចាក៏ប៉ុន្តែវាមិនតាន់ជាគេហៅថាទិន្នន័យចាជាលំដាប់ថ្នាក់ជាតិនៅឡើយទេប៉ុន្តែទោះបីយ៉ាងណាក៏វាជាការមួយដែលយើងឲ្យត្រូវគិតព្រោះថាយើងទាំងអស់គ្នាហ្នឹងបច្ចុប្បន្នហ្នឹងគឺយើងធ្វើការងាររួមគ្នាដោយសារតែអំពើហិង្សាក៏ដូចជាការរំលោភបំពានផ្លូវភេទដែលយើងចង់និយាយថាការរំលោភសិទ្ធិសន្តិវៈនៅតែបន្តមានការកើតឡើងព្រោះថាយើងមានច្បាប់ផ្សេងជាច្រើនទៀតដែលមិញយើងបានជជែកគ្នាហើយមានច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារក៏ដូចកិច្ចការពារជនរងគ្រោះមានច្បាប់ជួញដូរមានច្បាប់ព្រំទាន់លក្ខនឹងលក្ខចាក៏ប៉ុន្តែចុងការយើងបានធ្វើការទប់ស្កាត់បង្ក្រាបឬអីបានក៏ប៉ុន្តែអាការងារហ្នឹងវានៅកើតឡើងម្ដងទៀតចាកើតហើយកើតទៀតអញ្ចឹងបានវាបច្ចុប្បន្ននេះក្រសួងកិច្ចការនារីបានសហការជាមួយនឹងក្រសួងស្ថាប័នដែលពាក់ព័ន្ធដែលនៅទីនេះមានវត្តមានរបស់លោកជំទាវរដ្ឋលេខាធិការក្រសួងយុតិធធហើយក៏យើងមានដៃគូអភិវឌ្ឍហើយយើងក៏មានសមាជិកអង្គការសង្គមស៊ីវិលហើយនៅទីនេះមានអង្គការជំនួយផ្លូវច្បាប់ដល់កុមារនិងស្ត្រីយើងធ្វើការងាររួមគ្នាព្រោះថាការងារនេះមិនអាចក្រសួងណាមួយធ្វើតែឯងបានទេហើយក៏ពុំអាចដៃគូតែឯងធ្វើបានដែរហើយក៏មិនមានអង្គការសង្គមស៊ីវិលធ្វើតែឯងបានដែរយើងត្រូវតែរួបរวมគ្នាដូច្នេះហើយយើងបានបង្កើតធ្វើការងាររួមគ្នាទាំងអស់មិញហ្នឹងបានរៀបចំនៅផែនការសកម្មភាពជាតិដើម្បីទប់ស្កាត់អំពើហិង្សាទៅលើស្ត្រីចាយើងបានរៀបចំរួចអស់ហើយយើងបានធ្វើច្រើនលើកនេះគឺថារៀបចំគេហៅថាផែនការសកម្មភាពជាតិដើម្បីទប់ស្កាត់អំពើហិង្សាទៅលើស្ត្រីលើកទី2ព្រោះថានៅលើកទី1យើងមានរួចហើយតែត្រូវបានបញ្ចប់ព្រោះថាយើងចាប់ផ្ដើមលើកទី1នោះគឺ2009ដល់2012ឥឡូវយើងចាប់ហើយយើងនឹងរៀបចំជាបន្តហើយលើកនេះសង្ឃឹមថាយើងនឹងបានធ្វើបានល្អជាងមុនដោយសារតែយើងយកគេហៅថាមតិយោបល់ពីថ្នាក់ក្រោមជាតិយើងបានរួបរวมគ្នាជាមួយដៃគូអង្គការសង្គមស៊ីវិលនិងក្រសួងពាក់ព័ន្ធទាំងអស់យើងបានពិភាក្សាគ្នាច្រើនដងណាស់ចា៎ដូច្នេះយើងឃើញសូមបញ្ជាក់បន្តិចថាផែនការសកម្មភាពជាតិនេះត្រូវមានដំណើរការស្របតាមគោលដៅរួមព្រោះថាយើងមិនមែនធ្វើដាច់ដោយឡែកឯងបានទេគឺស្របទៅតាមគេហៅថាជាមួយនឹងអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទហើយក៏យើងដើរឲ្យត្រូវទៅនឹងគោលដៅអភិវឌ្ឍសហសវត្តហើយយើងក៏ត្រូវដើរឲ្យស្របទៅតាមផែនការអភិវឌ្ឍយុទ្ធសាស្ត្រជាតិហើយនឹងក៏ដើរឲ្យត្រូវទៅនឹងនារីរតនៈរបស់ក្រសួងកិច្ចការនារីដែរហើយដែលបច្ចុប្បន្ននេះយើងកំពុងក្រសួងកិច្ចការនារីកំពុងតែរៀបចំជានារីរតនៈហ្នឹងចាលើកទី4ឥឡូវយើងកំពុងតែពិនិត្យចុះពិនិត្យឡើងហើយខ្ញុំសូមជម្រាបដែរថាក្នុងផែនការសកម្មភាពជាតិនេះមាន3ផ្នែកដែលធំគឺ1គឺការទប់ស្កាត់ជាបឋមព្រោះថាយើងចង់ការពារមុនកុំឲ្យរឿងកើតហើយបានយើងទៅការពារយើងអីគឺធ្វើយើងចង់ឲ្យប្រជាពលរដ្ឋគ្រប់រូបគាត់យល់ដឹងណាក៏ពីសិទ្ធិរបស់គាត់ពីច្បាប់ទប់ស្កាត់ក៏ដូចជាច្បាប់ជួញដូរក្តីគឺថាយើងត្រូវឲ្យគាត់យល់ដឹងថាគាត់មានសិទ្ធិបើមានការកើតអំពើកើតឡើងគាត់រត់ទៅណាគាត់ទៅរកសេវានៅកន្លែងណានេះជារឿងមួយហើយយើងឃើញថាទី2គឺសេវាកម្មនិងផ្នែកគោលនយោបាយនេះជាចំណុចសំខាន់ណាស់ដែលយើងកំពុងតែគេហៅថាសស្រាក់សស្រាំដើម្បីជួយដល់ជនរងគ្រោះព្រោះថាតើមានអំពើហិង្សាកើតឡើងយើងត្រូវធ្វើម៉េចជួយគាត់ចាអញ្ចឹង
យើងចង់ជួយថាសេវាកម្មហ្នឹងមានស្អីដែលយើងសង្កត់ធ្ងន់គឺសេវាកម្មផ្នែកផ្លូវច្បាប់សេវាកម្មផ្នែកសុខភាពហើយនិងសេវាប្រឹក្សាយោបល់ចាព្រោះគាត់កើតចង្កាលប្រពៃណីគាត់ទំនៀមទម្លាប់អិរិយាបថនិយាយជារួមទៅថាផ្នែកគំនិតរបស់គាត់ជាយូរមកហើយគាត់មានការខ្មាស់អៀនជាដើមអញ្ចឹងយើងត្រូវមានជួយគាត់ហើយក្នុងនេះដែរក៏ខ្ញុំសូមជម្រាបជូនដល់លោកស្រីក៏ដូចជាទស្សនិកជនបានជ្រាបដែរថារដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ដែរក្នុងការធ្វើសេវាកម្មនេះគឺថាលោកបានផ្ដល់ដល់200លានរៀលក្នុងមួយឆ្នាំដើម្បីជួយធ្វើយ៉ាងម៉េចសម្រួលនេះទៅតាមអ្វីដែលជាទឹកចិត្តការបដិញ្ញាចិត្តយើងឃើញថាលុយប៉ុណ្នេះថវិកាប៉ុណ្នេះវាអត់គ្រប់គ្រាន់ទេมันជាការទឹកចិត្តចាចូលរួមទាំងអស់គ្នាហើយក៏យើងឃើញថាក្នុងផ្នែកនេះក៏មានការប្រឈមជាច្រើនដែរដោយសារតែសេវាកម្មនេះទាំងអស់ហ្នឹងពុំតាន់គេហៅថាមានពីពេញផ្ទៃប្រទេសទេចាយើងមានទៅតាមអ្វីដែលយើងអាចធ្វើបានហើយជនរងគ្រោះក៏នៅមានការលំបាកក្នុងការទទួលសេវាកម្មដែរព្រោះយើងអត់ទាន់មានគេហៅថាសេវាកម្មចម្រុះគេតែមួយកន្លែងធ្វើឲ្យនៅស្រុកគេខ្ញុំបានទៅដកពិសោធន៍គេមានតែមួយកន្លែងគេទៅតែមន្ទីរពេទ្យមួយជនរងគ្រោះគាត់អាចទៅមន្ទីរពេទ្យផងហើយគេមានសេវាទាំងអស់ទាំងប៉ូលីសទាំងសេវាផ្នែកផ្លូវច្បាប់មានមេធាវីចឹងជាដើមមានប៉ូលីសមានទីប្រឹក្សាគាត់ជួយទាំងអស់ព្រោះថាកោសលវិច័យយ៉ាងណាអីគេចូលទៅមួយកន្លែងជនរងគ្រោះគាត់ទៅគាត់អត់អាចពិបាកទៅរកកន្លែងដែលខុសៗគ្នាបាទឥឡូវហ្នឹងក្រសួងកិច្ចការនារីក៏មានអង្គការមួយដែលយើងទទួលពីGIZដែរថាត្រូវធ្វើ pilot 2កំពង់ធំនិងសៀមរាបទេថាយើងដកពិសោធន៍តែយើងពុំអាចមានលទ្ធភាពថានឹងមានថវិកាគ្រប់គ្រាន់ទេដើម្បីបង្កើតជាមជ្ឈមណ្ឌលតែមួយឬក៏មជ្ឈមណ្ឌលសម្រាប់រែងគេថាគឺកោសលវិច័យគឺយើងធ្វើទៅអ្វីតែយើងអាចនឹងធ្វើទៅតាមលទ្ធភាពដែលយើងអាចធ្វើបានហើយទី3គឺការតាមដាននិងវាយតម្លៃព្រោះតែរាល់ការងារទាំងអស់ត្រូវតែមានការតាមដានព្រោះអត់តាមដាននិងវាយតម្លៃទៅយើងរកគោលនយោបាយឬក៏វិធីសាស្ត្រយុទ្ធវិធីអ្មេចយើងដាក់អត់ត្រូវទេចានេះក៏ឆ្លៀតឱកាសនេះដែរក៏សូមជម្រាបជូនថាផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាទៅលើស្ត្រីនេះកំពុងតែរៀបចំបែបបទព្រោះយើងបានប្រជុំគ្នាអស់ហើយបែបបទដើម្បីដាក់បញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីលោកសម្រាប់ចាសូមអរគុណចាតាមប្រសាសន៍របស់លោកជំទាវស៊ីដេហ្វីអំបញ្ញមិញនេះយើងឃើញថាជនរងគ្រោះដែលរងគ្រោះដោយសារតែអំពើហិង្សាចាប់រំលោភសិទ្ធិសន្តិវៈគឺត្រូវការឲ្យមានការគ្រប់គ្រងពីសេវាច្រើនណាស់ក្នុងនោះដូចជាសេវាទាំងផ្លូវច្បាប់ទាំងសុខភាពគឺត្រូវតែជួយពួកគេខាងថែទាំសុខភាពទាំងរាងកាយទាំងផ្លូវចិត្តហើយក៏ត្រូវមានកិច្ចការពារហើយនឹងសេវាផ្សេងទៀតជាច្រើនក៏ប៉ុន្តែទោះជាយ៉ាងណាក៏រដ្ឋាភិបាលហាក់ដូចជានៅមិនទាន់ផ្ដល់សេវាឲ្យបានគ្រប់គ្រាន់នៅទូទាំងប្រទេសទៅឡើយតាមប្រសាសន៍របស់លោកជំទាវដូច្នេះក្នុងនាមលោកស្រីលីវិជ្ជតាដែលជានាយិកានៃអង្គការជំនួយផ្លូវច្បាប់ដល់កុមារនិងស្ត្រីតើសប្តាហ៍អង្គការធ្វើសកម្មភាពអ្វីខ្លះដើម្បីជួយជំរុញការងារនេះដល់រដ្ឋាភិបាលចាសូមអរគុណជាសាថ្មីលោកស្រីចំពោះអង្គការជំនួយផ្លូវច្បាប់ដល់កុមារស្ត្រីនេះមានពីកម្មវិធីទី1ដែលជាកម្មវិធីសំខាន់ជាងគេគឺថាកម្មវិធីផ្ដល់សេវាផ្នែកច្បាប់ដល់អត់កម្រៃចាមានន័យថា free ចាហើយក្នុងកម្មវិធីនោះដែរយើងផ្ដល់យោបល់យើងផ្ដល់សេវាដូចជាផ្ដល់យោបល់ប្រគ្រោះយោបល់ផ្នែកច្បាប់ឬក៏តំណាងកូនក្តីឬក៏ជនរងគ្រោះដែលគាត់មានគាត់តម្រូវការគាត់សុំស្នើថាយើងជួយតំណាងគាត់ទៅតុលាការអញ្ចឹងយើងមានក្រុមមេធាវីផ្ដល់សេវានោះដល់អត់កម្រៃតែដោយសារយើងមានការកង្វះខាតនៃធនធានមនុស្សក៏ដូចធនធានថវិកាចឹងហើយដោយសារក្នុងករណីនោះដែរយើងមានផ្ដល់សេវាផ្សេងទៀតដូចជាការវគ្គបណ្ដុះបណ្ដាលទៅក្រុមនគរបាលក៏ដូចជាអាជ្ញាធរដែនដីដែរពីផ្នែកច្បាប់ចាតាក់ទងទៅលើនីតិវិធីតើបើសិននៅក្នុងករណីនឹងមានកើតឡើងគួរធ្វើយ៉ាងម៉េចចាពីព្រោះកន្លងមកហ្នឹងគឺថាយើងមានបទពិសោធន៍ខ្លះដោយសារជនរងគ្រោះខ្លះគាត់ត្រូវបានគេរំលោភប៉ុន្តែមួយខែក្រោយបានគាត់មកដាក់ពាក្យបណ្ដឹងអញ្ចឹងក្នុងករណីនេះយើងពិបាករកភស្តុតាងចាអញ្ចឹងយើងត្រូវផ្ដល់សេវាផ្ដល់វគ្គបណ្ដុះបណ្ដាលឲ្យគាត់ដឹងថាអ្នកដែលនៅចិត្តជាងគេនៅជនរងគ្រោះនោះគឺអាជ្ញាធរដែនដីនឹងតែម្ដងចាដើម្បីជួយការងារខ្លះទៅដល់ក្រុមមេធាវី
មួយទៀតយើងបដិបដាលទៅក្រមបង្គោលពីណាគេចាក្រមបង្គោលហ្នឹងគឺភាគច្រើនស្ត្រីដែលធ្វើការក្នុងនាមជាអាជ្ញាធរដែនដីក៏ដូចជាជនរងគ្រោះឬក៏អតីតរងគ្រោះដែលbịបទពិសោធន៍ចាដូចគេហៅថា survivor ចាបដិបដាលគាត់ពុំមែនជាអ្នកច្បាប់ទេតែគាត់អនុវត្តច្បាប់អញ្ចឹងគាត់អាចធ្វើជាយើងបដិបដាលគាត់ថាធ្វើជាពាក្យបណ្ដឹងរបៀបយ៉ាងម៉េចណាប្រមូលផុសតាំងស្អីខ្លះដែលតម្រូវការដើម្បីប្រមូលរៀបចំសំណុំរឿងនោះឲ្យមូលដើម្បីយកទៅឡើងតុលាការបន្ទាប់ពីនេះទៀតដែលយើងបានធ្វើការផ្សព្វផ្សាយតាមវិទ្យុណាដោយគេហៅថា radio talk show ហ្នឹងដើម្បីឲ្យប្រជាជនផ្ទាល់ហ្នឹងក៏អាចតាក់ទងមកយើងវិញទៅតាមវិទ្យុហ្នឹងនិយាយទីផ្ទាល់ហ្មងហើយគាត់អាចសួរសំណួរយើងបានយើងក៏អាចបញ្យល់គាត់បានតាមវិទ្យុណាស់ដែរវិទ្យុដូចជាសម្លេងស្ត្រីខ្មែរអីជាដើមចាជាមានវិទ្យុច្រើននៅនេះតាមដែលគាត់មានឱកាសយើងហើយជាពិសេសនៅទៅខននេះតំណងចាដូចជាថ្ងៃនេះជាដើមចាយើងបានធ្វើការផ្សព្វផ្សាយហ្នឹងការផ្សព្វផ្សាយហ្នឹងគឺយើងមានយើងយល់ថាមិនថាឡើយចំពោះដែលតំបន់ដែលអង្គការជំនុំជម្រះច្បាប់ដល់កម្ពុជាស្ត្រីផ្ដល់សេវាទេគឺប្រទេសមួយទាំងមូលតែម្ដងដែលគាត់បានយល់ដឹងមួយទៀតសំខាន់ជាងគេគឺយើងធ្វើការតាក់ទងទៅលើការតស៊ូមតិផ្នែកច្បាប់តស៊ូមតិយ៉ាងម៉េចគឺដើម្បីចូលរួមធ្វើការងារជាមួយរាជរដ្ឋាភិបាលដោយសារយើងមានបទពិសោធន៍អនុវត្តផ្ទាល់នៅគេថា grassroots ណាចាដូចថាអនុវត្តផ្ទាល់ជាមួយជនរងគ្រោះនឹងផ្នែកតុលាការនេះយើងបានធ្វើការស្រាវជ្រាវចាឬក៏ដូចជាការប្រមូលផ្ដុំករណីទាំងអស់នោះយើងយកទៅពិភាក្សាហើយដាក់ជាអនុសាសន៍ជូនទៅរាជរដ្ឋាភិបាលឲ្យគាត់ជួយមេត្តាជួយពិចារណានឹងការមានការកែតម្រង់ដូចជាផ្នែកច្បាប់ក៏ដោយឬក៏មានគោលនយោបាយផ្សេងទៀតដើម្បីទប់ស្កាត់ឬក៏ការពារទៅលើជនរងគ្រោះជាដើមចាចាសម្ដែងដល់គុណជាចុងក្រោយតើលោកជំទាវស៊ីលីពីនមានអនុសាសន៍អ្វីទេចាតើតើនឹងប្រធានបទរបស់យើងដែលស្ដីអំពីការទប់ស្កាត់អំពើហិង្សាលើស្ត្រីករណីរំលោភសេពសន្តិវៈនេះចាចំពោះខ្ញុំក៏សូមសំណូមពរដល់ប្រជាពលរដ្ឋគ្រប់រូបដែលមានរួមទាំងអាជ្ញាធរមានសមត្ថកិច្ចចាអាជ្ញាធរគ្រប់លំដាប់ថ្នាក់រួបរวมគ្នាលើកកម្ពស់ការអនុវត្តច្បាប់ជាពិសេសគឺច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះព្រោះតែថ្ងៃនេះយើងជជែកគ្នាច្រើនហើយនឹងធ្វើយ៉ាងណាដើម្បីបញ្ចប់អំពើហិង្សាទៅលើស្ត្រីព្រោះយើងគុំម្ដងរបស់យើងទាំងអស់គ្នាគឺដើម្បីបញ្ចប់ចាហើយនឹងធ្វើយ៉ាងម៉េចដើម្បីឲ្យសង្គមជាតិកម្ពុជារបស់យើងคล้ายទៅជាប្រទេសនីតិរដ្ឋចាសូមអរគុណចាសូមជម្រាបលោកស្រីចំពោះខ្ញុំយល់ថាអ្វីដែលខ្ញុំសូមផ្ដាំផ្ញើចុងក្រោយនេះគឺថាបទល្មើសរំលោភជាបទល្មើសព្រំប្រទានចាពុំមែនជាបទល្មើសមួយដែលថាគួរតែលាក់បាំងទេតែយើងលាក់បាំងមិនអាចការបង្ការបទល្មើសនឹងឡើងទៀតទេយើងមិនអាចបង្ការឬការពារទៀតទេអញ្ចឹងបើសិនជាករណីមានបទល្មើសនឹងហើយសូមមេត្តាឲ្យជួយធ្វើរាយការណ៍ទៅនគរបាលឬក៏ទៅតុលាការដើម្បីដាក់ពាក្យបណ្ដឹងចាសូមជម្រាបលោកជំទាវច័ន្ទសុធាវីដែលសូមជ័យផ្ដល់អនុសាសន៍សរុបព្រោះលោកស្រីលោកជំទាវមានជំនាញខាងច្បាប់នេះចាសូមអរគុណណាស់ជាការពិតដោយលោកស្រីលីវិជ្ជតាលោកបានបញ្ជាក់រួចមកហើយថាអំពើរំលោភគឺជាបទល្មើសព្រហ្មទណ្ឌដែលត្រូវទទួលនៅការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ហើយអំបញ្ញមិញនេះលោកជំទាវស៊ីដេហ្វីនក៏លោកបានបញ្ជាក់យ៉ាងច្បាស់ថាអំពើហិង្សាទៅលើស្ត្រីមិនត្រឹមតែជាអំពើមួយដែលបំពានទៅលើសិទ្ធិស្ត្រីទេវាធ្វើឲ្យប៉ះពាល់ទៅដល់សង្គមទៀតផងហើយតាមការចាប់អារម្មណ៍របស់ខ្ញុំនៅប្រសាសន៍ដំបូងរបស់លោកស្រីក៏បានបញ្ជាក់ផងដែរថាគុណតម្លៃរបស់មនុស្សដែលរស់នៅក្នុងសង្គមគឺត្រូវចេះគោរពនិងអនុវត្តឲ្យបានត្រឹមត្រូវទៅតាមផ្លូវច្បាប់ត្រូវចេះគោរពសិទ្ធិគ្នាទៅវិញទៅមកដូច្នេះហើយការប្រើប្រាស់សិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ត្រូវមិនត្រូវធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់អ្នកដទៃឡើយនេះគឺជាគុណតម្លៃរបស់យើងដែលយើងរស់នៅក្នុងសង្គមត្រូវតែចេះគោរពគ្នាទៅវិញទៅមកចាសូមអរគុណចាសូមអរគុណចំពោះការបកស្រាយរបស់លោកជំទាវនិងលោកស្រីចាលោកស្រីអ្នកនាងកញ្ញាទូរទស្សនិកជនជាទីគោរពកិច្ចពិភាក្សារបស់យើងដែលស្ដីអំពីការទប់ស្កាត់អំពើហិង្សាលើស្ត្រីករណីរំលោភសេពសន្តិវៈនៅក្នុងពេលនេះសូមបញ្ចប់តែត្រឹមនេះសូមថ្លែងអំណរគុណចំពោះការតាមដានទស្សនារបស់លោកអ្នកសូមគោរពលា